เคลียนសាច់ឆៅត្រីឆៅអូម៉ាកាសេដូចគេណាបងប្អូនប៉ុន្តែខ្ញុំនៅស្រែនេះមិនដឹងត្រូវអូម៉ាកាសេមកពីណាចេញទេមានតែលុយ 10000 ទេគឺយកទៅទិញបការស់នៅផ្សារណាបងប្អូនហើយខ្ញុំរើសនេះបកានេះទុំតែងាប់ទេគាត់ដាក់តកអស់ហើយសាច់វាគឺឡើងថ្លាអញ្ចឹងបកានេះគឺយើងមើលដឹងថាវានៅរស់នៅស្រស់ល្អខ្ញុំទិញ 10000 មកហើយខ្ញុំអត់មានទិញបន្លែអីទេបងប្អូនគឺខ្ញុំដើរបេះត្រួយកធុំធេតតាមផ្លូវនៅភូមិខ្ញុំណាបងប្អូនគឺតាមព្រៃហ្នឹងគឺសិតតែត្រួយកធុំធេតសបោណាអញ្ចឹងយើងអត់ចាំបាច់ទិញឲ្យអស់លុយទេគឺយើងដើរបេះនៅតាមផ្លូវតាមភូមិយើងទៅហើយបកាខ្ញុំទិញតែ 10000 នេះអញ្ចឹងខ្ញុំបេះត្រួយកធុំធេតនេះមកល្មមដែលខ្ញុំញ៉ាំម្នាក់ឯងណាបងប្អូនគឺបេះតែមួយដៃទេយើងយកទៅញ៉ាំមួយភ្លាបកាឆៅរបស់យើងនេះហើយគ្រាន់តែបេះបានហើយខ្ញុំមកដល់ផ្ទះភ្លាមគឺចាប់ផ្ដើមចាត់ការបកាម្ដងបកានេះយើងទិញ 10000 បានច្រើនគ្រាន់ដែរណាបងប្អូនចិត្ត10គ្រាប់ហើយរៀងធំដែរអញ្ចឹងញ៉ាំប៉ុណ្ណេះគឺអាចនឹងឆ្អែតដែរខ្ញុំយកវាមកកាត់ក្បាលឲ្យស្អាតណាបងប្អូនហើយយើងលាងទឹកឲ្យស្អាតហើយយើងចាប់ផ្ដើមបកសម្បកវាយើងជាខ្នងវាយកអាចយកអីចេញឲ្យស្អាតអញ្ចឹងទៅតែប៉ុណ្ណេះជាការស្រេចហើយគ្រាន់តែយើងមកចាប់ផ្ដើមធ្វើទឹកត្រីដែលយើងយកមកភ្លាញ៉ាំឯណាបងប្អូនសម្រាប់ទឹកត្រីដែលយើងធ្វើនេះហាគឺយើងត្រូវដាក់ខ្ទឹមមួយម្ទេសឲ្យហឹរខ្លាំងណាបងប្អូនយើងយកមកភ្លារបស់ឆៅត្រីឆៅឬមួយក៏បកាឆៅនឹងទាល់តែទឹកត្រីយើងនឹងគឺហឹរបានវាឆ្ងាញ់ចូលជាតិគ្នាជាមួយនឹងសាច់ឆៅរបស់យើងអញ្ចឹងខ្ញុំដាក់ម្ទេសរៀងច្រើនបងប្អូនចូលចិត្តហឹរផងអញ្ចឹងយើងកិនទឹកត្រីរួចរាល់ហើយក៏ខ្ញុំចាប់ផ្ដើមមកញ៉ាំនឹងគឺយើងដាក់បកាយើងជាមួយត្រួយកធុំធេតរបស់យើងកាត់ជាពីរនឹងមកច្បល់ចូលហើយយើងដាក់តាខ្ទឹមបំពងចូលតែប៉ុណ្្នឹងទេលឿនហើយស្រួលធ្វើហើយឆ្ងាញ់ណាស់បងប្អូនហើយបានមួយចាននេះហើយអូម៉ាកាសេក៏មិនដូរដែរខ្ញុំចូលចិត្តបកាញ៉ាំឆៅបែបនេះណាបងប្អូនធ្វើបែបនេះគឺស្រួលធ្វើហើយលឿនហើយអូយឆ្ងាញ់ណាស់សាច់បកាយើងគឺថាឡើងផ្អែមហ្មងណាគេយ៉ាងស្រស់ហ្មងបងប្អូនអូយបានឆ្ងាញ់ណាស់បកាស្រស់មិនស្រស់បងប្អូនមើលតែសាច់បកាឡើងថ្លាអញ្ចឹងគឺដឹងតែបកាស្រស់ហ្មងញ៉ាំញ៉ាំដល់ផ្អែមចូលជាតិហ្មង